សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីរាប់អាននៅវេលានេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃទី8ខែធ្នូឆ្នាំ2025នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5កម្ពុជាភាគីថៃបានរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកម្រោលសាហាវឃោឃៅលំមោបសង្គ្រាមរបស់ព្រះរាជាណាចក្រថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅថ្ងៃទី7ខែធ្នូឆ្នាំ2025នៅវេលាប្រមាណម៉ោង14:15នាទីរសៀលយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារនៅតំបន់ប្រលានថ្មក្នុងខេត្តព្រះវិហារនិងបានបន្តមកដល់ថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានឈានបើកការបាញ់ប្រហារនៅវេលាម៉ោង5:04នាទីព្រឹករហូតដល់វេលាម៉ោង6:00នាទីល្ងាចនេះយោធាថៃនៅមិនទាន់ឈប់បាញ់ប្រហារមកលើកម្ពុជានៅឡើយទេនៅតំបន់អានសេសនិងតំបន់ផ្សេងទៀតយ៉ាងកម្រោលនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់គ្រប់ប្រភេទរួមទាំងកាំភ្លើងដៃកាំភ្លើងយន្តកាំភ្លើងត្បាល់ MT60 រថក្រោះកាំភ្លើងធំ155មីលីម៉ែត្រកាំភ្លើង 12.7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់បែកយន្តហោះ AT6 ប្រភេទទម្លាក់គ្រាប់បែក drone ទម្លាក់គ្រាប់បែកនិងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាដែលឈរជើងនៅក្នុងភូមិសាស្ត្រនោះបន្ទាប់មកនៅវេលាម៉ោង1:36នាទីរសៀលយោធាថៃបានបន្តពង្រីកសមរភូមិវាយប្រហារទៅតំបន់ផ្សេងទៀតនៅក្នុងយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្ររួមមានព្រៃច័ន្ទភូមិជោគជ័យអូ3ជាន់អូជ្រៅភូមិគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងនៅក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃបានធ្វើឡើងបន្ទាប់ពីធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាឲ្យខាងតែបាននៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទដូចជាកាំភ្លើងដៃកាំភ្លើងត្បាល់ប្រភេទ60មីលីម៉ែត្រកាំភ្លើងត្បាល់ប្រភេទ80មីលីម៉ែត្រកាំភ្លើងយន្តប្រភេទ 12.7 និងរថក្រោះគិតមកត្រឹមម៉ោងនេះយោធាថៃមិនទាន់ឈប់បាញ់ប្រហារឈ្លានពានមកលើកម្ពុជានៅឡើយទេបើទោះបីជាមានការបាញ់ប្រហារយ៉ាងគំហុកពីយោធាថៃចាប់តាំងពីថ្ងៃទី7និងបន្តមកដល់ថ្ងៃទី8ខែធ្នូឆ្នាំ2025នេះប៉ុន្តែកងកម្លាំងកម្ពុជាមិនទាន់មានការបាញ់ប្រហារតបតនៅឡើយទេគឺប្រកាន់នៅស្មារតីអត់ធ្មត់ខ្ពស់បំផុតកងយោធពលខេមរៈភូមិន្ទបញ្ញាចិត្តឥតងាយរេក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាជនប្រឆាំងនឹងការឈ្លានពានដ៏កម្រោលនិងសាហាវឃោឃៅរបស់ថៃមកលើកម្ពុជាសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី2នេះគឺបង្ហាញយ៉ាងច្បាស់ក្រឡែតនៅចេតនារបស់ថៃក្នុងការឈ្លានពានវិទីយកទឹកដីប្រទេសជិតខាងតាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួននិងប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរខ្សែព្រំដែនដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិដែលទង្វើបែបនេះជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាពស្ថិរភាពក្នុងតំបន់និងសកលលោកទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភាគីថៃ
ក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរដែលមានម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញនិងកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC និងគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC នៅក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសឲ្យបានយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាន់នៅអំពើអរិភាពដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមដល់សន្តិភាពស្ថិរភាពក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់កម្លាំងសម្ដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនឲ្យបានជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិសូមជ្រាបជាព័ត៌មានចំពោះការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីស្ថានភាពព្រំដែនកម្ពុជាថៃនាងខ្ញុំនឹងធ្វើការបញ្ជាក់ជូនបន្ថែមនៅពេលក្រោយសូមអរគុណ